ក្រសួងសង្គ្រាមឬក្រសួងការពារជាតិអាមេរិកបានបញ្ចេញរបាយការណ៍គួរព្យាបាលថាចាប់តាំងពីប្រតិបត្តិការយោធា Operation Epic Fury របស់សហរដ្ឋអាមេរិករួមដៃជាមួយសម្ព័ន្ធមិត្តអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់បានផ្ទុះឡើងនៅថ្ងៃសៅរ៍ទី28កុម្ភៈឆ្នាំ2026មកទាហានអាមេរិកបានស្លាប់8នាក់និងរបួសប្រមាណ140នាក់ហើយនៅក្នុងសង្គ្រាមអ៊ីរ៉ង់ខណៈដែលសេតាវិមានចាត់ទុកប្រតិបត្តិការនេះថាជាជោគជ័យអ្នកនាំពាក្យមន្ត្រីបញ្ចកោណលោក Sean Parnell បានបញ្ជាក់កាលពីថ្ងៃអង្គារទី10ខែមីនាថាភាគច្រើនក្នុងចំណោមទាហានអាមេរិកដែលរងរបួសទាំងប្រមាណ140នាក់គឺរបួសស្រាលប៉ុន្តែក្នុងនោះក៏មានអ្នករងរបួសធ្ងន់8នាក់ផងដែរនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera សូមបញ្ជាក់ថាប្រតិបត្តិការយោធា Operation Epic Fury របស់សហរដ្ឋអាមេរិកបានឈានចូលដល់ថ្ងៃទី12ហើយគិតត្រឹមថ្ងៃពុធទី11ខែមីនាឆ្នាំ2026នេះអ្នកនាំពាក្យមន្ត្រីបញ្ចកោណលោក Sean Parnell បានបញ្ជាក់ថាអ្នករងរបួសភាគច្រើនមានសភាពស្រាលខណៈទាហាន8នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយហើយកំពុងទទួលបានការថែទាំវិទ្យាសាស្ត្រកម្រិតខ្ពស់បំផុតហើយថារហូតមកដល់ពេលនេះទាហានអាមេរិកដែលរងរបួសចំនួន108នាក់បានត្រឡប់ទៅបំពេញភារកិច្ចវិញហើយគួររំលឹកថាកាលពីថ្ងៃអង្គារទី10ខែមីនាប្រធានាធិបតី Donald Trump បានប្រកាសថាសង្គ្រាមអ៊ីរ៉ង់ដែលបានរីករាលដាលពីពេញតំបន់មជ្ឈិមបូព៌ានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះគឺចប់មុនការគ្រោងទុកដោយលោកសង្កត់ធ្ងន់លើគោលដៅចម្បងគឺបញ្ចប់គ្រោះថ្នាក់ដែលអូសបន្លាយពេលយ៉ាងយូរនេះឲ្យបានជារៀងរហូតលោកបានកត់សម្គាល់ថាកងកម្លាំងយោធាអាមេរិកកំពុងបោះជំហានទៅមុខយ៉ាងខ្លាំងក្លាដើម្បីសម្រេចគោលដៅទោះបីជាយ៉ាងណាសង្គ្រាមនេះកំពុងខ្ជះខ្ជាយធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយមន្ត្រីបញ្ចកោណបានចំណាយអស់ដល់ទៅ$5.6 លានត្រឹមតែរយៈពេល2ថ្ងៃដំបូងប៉ុណ្ណោះចំណែកឯរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth បានព្រមានអំពីការបង្កើនប្រតិបត្តិការវាយប្រហារបន្ថែមទៀតដោយលោកបានលើកឡើងថាវានឹងក្លាយជាថ្ងៃនៃការវាយប្រហារដ៏ខ្លាំងក្លាបំផុតម្ដងទៀតនៅលើប្រទេសអ៊ីរ៉ង់ការប្រកាសនេះបានកើតឡើងខណៈដែលសហរដ្ឋអាមេរិកកំពុងបន្តយុទ្ធនាការរបស់ខ្លួនបន្ទាប់ពីមានការវាយបកសងសឹកពីសំណាក់អ៊ីរ៉ង់